3 ចំណុចដែលអាណាព្យាបាលឬបងប្អូនជ្រើសរើសរៀនជំនាញវិជ្ជាជីវៈកាត់សក់នៅ RTS ទី1 ការបង្រៀនពីផ្នត់គំនិតនិងអត្តចរិតវគ្គនេះគឺបង្រៀនសិស្សពីជំនាញគិតវិជ្ជមានដើម្បីសេចក្តីសុខជំនាញគ្រប់គ្រងពេលវេលានិងភាពជាអ្នកដឹកនាំដើម្បីគិតអ្វីមួយបានជ្រៅជាងមុនគិតបានល្អជាងមុនអ្វីដែលត្រូវធ្វើអ្វីដែលមិនត្រូវធ្វើបង្កើនភាពជឿជាក់ក្នុងការនិយាយបំបត្តិភាពភ័យខ្លាចនៅ RTS មានច្បាប់មានវិន័យលើការរៀនច្បាស់លាស់បើខ្ជិលកុំជ្រើសរើស RTS ទី2ការរៀនទ្រឹស្ដី 20% និងអនុវត្ត 80% ការរៀនកាត់សក់បើឈរតែមើលគឺមិនចេះទេនៅ RTS គឺផ្ដោតទៅលើការអនុវត្តនៅលើភ្ញៀវជួបភ្ញៀវរៀនពីការប្រឹក្សាយោបល់ជាមួយភ្ញៀវពិតៗសាលាមានការវិភាគរៀនច្បាស់លាស់មានម៉ោងទ្រឹស្ដីមានម៉ោងអនុវត្តមានគ្រូបង្រៀនច្បាស់លាស់បរិយាកាសរៀនសូត្រសប្បាយរីករាយយើងមានបន្ទប់ទ្រឹស្ដីផ្សេងបន្ទប់អនុវត្តផ្សេងដើម្បីឲ្យសិស្សកាន់តែផ្ដោតលើការរៀនបានល្អហើយសិស្សនឹងទទួលបានឱកាសគ្រប់គ្នាគឺចុះអនុវត្តតាមសាខារបស់ RTS ដើម្បីពង្រឹងជំនាញរបស់ខ្លួនមានការតាមដានលើការរៀនមានគ្រូតាមសាខាចាំជួយកែតម្រូវភ្លាមៗទី3បង្រៀនពីការដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មហាងកាត់សក់ជំនាញនេះគឺពិតជាសំខាន់ណាស់សម្រាប់ការត្រៀមចេញរកស៊ីបើកអាជីវកម្មហាងកាត់សក់ផ្ទាល់ខ្លួនបន្ទាប់ពីរៀនចប់រយៈពេល6ខែនៅ RTS ការបើកអាជីវកម្មរកស៊ីមិនពិបាកទេបងប្អូនតែបើឲ្យអាជីវកម្មហាងកាត់សក់របស់យើងមានដំណើរការល្អមានភ្ញៀវច្រើនភ្ញៀវមកហើយមកទៀតផ្ដល់គុណភាពជូនភ្ញៀវបានល្អដឹកនាំមានភាពរីកចម្រើនគ្រប់គ្រងហិរញ្ញវត្ថុបានល្អបានចំណេញទៅជារឿងដើរពិបាកដូច្នេះហើយទៅនៅសាលារៀនកាត់សក់ RTS មានវគ្គនេះសម្រាប់ជួយទៅដល់យុវសិស្សដែលរៀនចប់មានបំណងចង់បើកអាជីវកម្មហាងកាត់សក់ឲ្យមានភាពរីកចម្រើនភ្ញៀវមកហើយមកទៀតមានប្រាក់ចំណូលច្រើនហើយសាលាធានាមានការងារធ្វើ 100% ឲ្យតែសិស្សចេះច្បាស់ពិតប្រាកដ